សួស្តីកូនសិស្សទាំងអស់គ្នាថ្ងៃនេះលោកគ្រូមកធ្វើនៅវីដេអូពេញមួយដើម្បីឲ្យសិស្សបានដឹងអំពីការដែលយើងមើលកូដនាមនិងនាមដើម្បីឲ្យចូលនៅក្នុង cell តែមួយដោយមិនបាត់នៅឈ្មោះមួយធម្មតាបើយើងមើលធម្មតាអញ្ចឹងវាបាត់នៅឈ្មោះមួយឧទាហរណ៍គ្រូមើលឲ្យមើលគេទេបាត់វងវិរៈបាត់វិរៈបាត់នៅសល់តែវងអញ្ចឹងហើយវីដេអូនេះលោកគ្រូនឹងបំយល់អំពីការដែលយើងមើលឈ្មោះទៅហើយដោយមិនបាត់អញ្ចឹងធ្វើយ៉ាងណាដើម្បីឲ្យបានមិនបាត់យើងត្រូវ select លើ cell ដែលយើងចង់មើលមកយើងចូលទៅកាន់ code tool យើងចូលកាន់ code tool មកយើងយក merge and speed ហើយយកជួរលើគេនេះមកហើយតនេះយើងត្រូវគ្រីសត្រង់ space នេះរួចត្រង់ខាងក្រោមយើងត្រូវគ្រីសយក merge the combined cell ចុច OK មកហ្នឹងអញ្ចឹងវាបានដោយអ្វីដែលយើងចង់បានហើយឈ្មោះវាក៏មិនបាត់ដែរអញ្ចឹងវីដេអូនេះបើសិស្សយល់ថាមានប្រយោជន៍សូមអរ